នេះខ្ញុំភ្ជាប់ទៅលោកសុភារិទ្ធតកតងទៅនឹងនេះខ្ញុំក៏ឃើញទំនោរជាពិសេសយុវជនថាជាចាស់គាត់នៅពិបាករឿងទិញតាមថៅប៉ៅទិញ order តាម online ទំនិញទៅស្រុកចិនអីផ្ទាល់ដែលខ្លួនឯងហ្នឹងថាតើអាហ្នឹងវាអាចមានផលប៉ះពាល់ទៅដល់អាជីវកម្មនៅក្នុងស្រុកយើងទេឬក៏លោកសុភារិទ្ធយល់ថាមិនទេនៅតែមានអ្នកដែលថាបន្តទិញច្រើននៅសម្រាប់ក្នុងស្រុកសំណួរនេះពិតជាល្អមែនទែនហើយក៏មិនទាន់មានការ research ជាទិន្នន័យធំណាមួយដើម្បីបង្ហាញពីផលប៉ះពាល់យ៉ាងណាទេហើយខ្ញុំអធិស្ឋានហើយសូមបញ្ជាក់ថាការឆ្លើយនេះគឺជាការយកឃើញផ្ទាល់ខ្លួនប៉ុន្តែខ្ញុំក៏មានទិន្នន័យការ market research ច្បាស់លាស់ដែរដើម្បីបញ្ជាក់ឲ្យគុំមិនមែនជាការ research របស់ខ្ញុំផ្ទាល់ដែរតែជាការ research របស់ក្រុមហ៊ុន firm មួយនៅក្នុងស្រុកដែលគាត់មានបច្ចេកទេសក្នុងការធ្វើការស្រាវជ្រាវទីផ្សារខ្ញុំមុននឹងឆ្លើយសំណួរពីទីករណីខ្ញុំចង់ highlight តិចដែរថាទំហំ e-commerce នៅស្រុកខ្មែរយើងឡើងដល់ប៉ុណ្ណាហើយ e-commerce ជាភាសាបច្ចេកទេសបែបកាមេរ៉ាភាសារបស់យើងគេហៅថាការធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណិតតាមប្រព័ន្ធអេឡិចត្រូនិកតែបច្ចុប្បន្ននេះទំហំនៃសេដ្ឋកិច្ចទាំងមូលនេះបានកើនឡើងដល់ជាង $1000 លានហើយវា$1000 លានជាងនៅក្នុងឆ្នាំ2023ប្រហែលជា23ខ្ញុំចាំមិនភ្លេចទេដល់ឆ្នាំ2024នេះយើងឡើងដល់ជាង1400 1300ខ្ញុំចាំបានថាខ្ទង់ប៉ុណ្្នឹងឯងអញ្ចឹងទំហំនៃប្រតិបត្តិការដោយនៃការទិញលក់នៃទម្រង់បែប e-commerce ហ្នឹងគឺមានទំហំលើស$1000 លានសេដ្ឋកិច្ចកម្ពុជាយើងទំហំ30 billion ជាង30,000 លានដុល្លារជាង$1000 លានធំគួរសមដែរនឹងខ្ញុំឲ្យមើលទស្សនវិជ្ជារួមសិនអញ្ចឹងមានន័យថាហើយអ្វីដែលខ្ញុំមើលឃើញចំនួនពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានគេព្យាករណ៍ថាកំណើនឡើងនៃ e-commerce នឹងបន្តកើនឡើងបាទអញ្ចឹងដោយសារសំណួរនោះវាផ្សារសំទោសចំណុចនេះវាផ្សារភ្ជាប់ជាមួយនឹងសំណួររបស់បេតិករណីដែលលើកឡើងថាតើវាប៉ះពាល់ដែរអត់មែនតើទៅខ្ញុំចង់ឲ្យមើលលម្អិតបន្តិចទៅលើការទិញអនឡាញហ្នឹងថាតើការទិញអនឡាញទៅលើផលិតផលអ្វីទៅលើផលិតផលអ្វីបាទមែនតើផលិតផលមួយចំនួនគេហៅថា commodity good វាប្រភេទ commodity good អត់បញ្ហាទេប៉ុន្តែអាប្រភេទផលិតផលដែលប្រើប្រាស់នៅក្នុងផ្ទះសាមញ្ញមួយចំនួនគឺទទួលរងបាទហើយចង់មិនចង់ទី1អ្នកលក់ដុំក៏ដោយអ្នកលក់រាយក៏ដោយនៅកម្ពុជាគឺយកពីប្រទេសចិនមកពីចិនមកទី1ទី2តាមរយៈប្រព័ន្ធ online e-commerce មួយចំនួនដែលយើងឃើញស្រាប់ហើយគឺពួកគាត់អាច order ពីកញ្ចប់តូចបានបាទអញ្ចឹងសួរថាខ្ញុំនិយាយត្រង់ចំណុចនេះខ្ញុំនិយាយពីភាសាសេដ្ឋកិច្ចមួយដែលនិយាយពីតើចំណុចហ្នឹងវិស័យហ្នឹងវាមានគេហៅថាផលជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចប៉ុណ្ណានិយាយសួរស្រាប់ថាតើ economic value តម្លៃជាសេដ្ឋកិច្ចចូលទៅក្នុងផលិតផលក្នុងស្រុកសរុបកម្ពុជាយើងវាធំឬតូចខ្ញុំមើលឃើញថាវាអត់ទាន់ធំប្រហែលទេទោះបីជាមានការទិញតែសិនវាច្រើនក៏ពិតមែនប៉ុន្តែវាមិនធំប្រហែលទេដោយសារតែវិស័យមួយនេះវាមិនមែនជាវិស័យ snowball ដែលធ្វើឲ្យគេហៅទ្រទ្រង់នៃសេដ្ឋកិច្ចរបស់យើងវិស័យដែលធ្វើឲ្យពាក់ព័ន្ធជាមួយនឹងវិស័យផ្សេងទៀតបាទការប្រើប្រាស់ផលិតផលមួយចំនួនចង់វាជានិន្នាការមួយនៅក្នុងតំបន់មានន័យថាម៉េចនៅកម្ពុជាយើងប៉ុណ្ណឹងប៉ុន្តែសម័យនៅប្រទេសថៃនៅប្រទេសម៉ាឡេថៃមាន Lazada មាន platform market គេហៅ marketplace ច្រើនជាងកម្ពុជារាប់សិបដងទៀតគេអាចទិញបានច្រើនទៀតAlibaba ដាក់ logistics center នៅថៃទៀតសួរថា local business របស់ថៃយ៉ាងម៉េចដែរខ្ញុំមើលឃើញថាថៃជាមួយឧទាហរណ៍ទេជាទស្សនវិជ្ជាដែលយើងមើលឃើញស្រាវជ្រាវថៃឲ្យមានធ្លាក់ local business របស់គាត់ធ្លាក់ដែរវាមានតែការប្រកួតប្រជែងនឹងជំរុញឲ្យវិស័យផ្សេងទៀតដែលកាន់តែផលប៉ះដូចគ្នានៅកម្ពុជាអ្វីដែលជាតម្រូវការបន្តិចបន្តួចសម្ភារៈប្រើប្រាស់បន្តិចបន្តួចខ្ញុំគិតថាបើគិតពី economic value វាមិនធំពេកទេប៉ុន្តែអាវិស័យមួយចំនួនដែលទ្រទ្រង់ទៅដល់វិស័យផ្សេងទៀតនៅក្នុងសេដ្ឋកិច្ចជារឿងដែលសំខាន់បាទដោយឡែកនៅក្នុង e-commerce ក្នុងស្រុកក៏មានកំណើនកើនឡើងដែរជាក់ស្ដែងដូចយើងមាន platform ជាច្រើន Food Panda របស់ញ៉ាំ24ដែល Food Panda ទៅទិញយកក្រុមហ៊ុនក្នុងស្រុកមានក្រុមហ៊ុនផ្សេងទៀតជាពិសេសក្នុងផ្នែក Food and Beverage ដែលប្រភេទ e-commerce មួយចំនួនហ្នឹងកាន់តែបន្តមាន transaction កើនឡើងជាហូរហែអញ្ចឹងខ្ញុំមើលទស្សនវិជ្ជារួមនៃ market research របស់ e-commerce market នៅកម្ពុជាខ្ញុំមើលពីទស្សនវិជ្ជានៃទំនោររបស់ប្រជាពលរដ្ឋកម្ពុជាយើងមើលឃើញថាការទិញលក់អនឡាញពីខាងក្រៅមកមិនប៉ះពាល់ធំដុំដល់ខាងក្នុងទេហើយមានតែធ្វើឲ្យខាងក្នុងហ្នឹងរឹតតែបង្រឹងគុណភាពរឹតតែបង្រឹងអំពីភាព uniqueness ទៅលើផលិតផលដែលគាត់ចង់ដាក់លក់នៅលើអនឡាញកាន់តែខ្លាំងក្លាថែមទៀតហើយវាជាទំនោរមួយដែលកើតមានឡើងដូចនៅក្នុងបណ្ដាប្រទេសផ្សេងទៀតដែរវាអត់ចម្លែកទេបាទ